មនុស្សម្នាក់រងរបួសឃ្លាំងចំនួន2បានឆេះរថយន្ត3គ្រឿងនិងម៉ូតូ5គ្រឿងឆេះនៅក្នុងករណីអគ្គិភ័យឆាបឆេះនៅចំណុចឃ្លាំងដេកគីឡូលេខ B01 ផ្លូវបេតុង1ឧសភាភូមិជ្រេះសង្កាត់គោកឃ្លាំងនៅវេលាប្រមាណម៉ោង 18:13 នាទីល្ងាចថ្ងៃទី 6 ខែមេសាឆ្នាំ 2026 មានអគ្គិភ័យឆេះមួយកន្លែងនៅចំណុចឃ្លាំងដេកគីឡូលេខ B01 ផ្លូវបេតុង1ឧសភាភូមិជ្រេះសង្កាត់គោកឃ្លាំងខណ្ឌសែនសុខហេតុការណ៍អគ្គិភ័យឆាបឆេះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវអគ្គិភ័យនេះធ្វើឲ្យខូចខាតឃ្លាំងដេកសង់ពីថ្មប្រក់សង្កសីចំនួន1ខ្នងឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់សង់ពីថ្មប្រក់សង្កសីចំនួន1ខ្នងរថយន្តចំនួន3គ្រឿងម៉ូតូចំនួន5គ្រឿងនិងឆេះរោងដែកប្រក់សង្កសី10ម៉ែត្រគុណនឹង10ម៉ែត្រចំនួន1រោងខូចខាតប្រហែល 5% និងរបួស1នាក់នៅវេលាម៉ោង 23:55 នាទីនាថ្ងៃខែឆ្នាំដដែលអគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិសនីរាជធានីភ្នំពេញចំនួន21គ្រឿងប្រើប្រាស់ទឹកអស់ចំនួន147ឡានស្មើនឹង588ម៉ែត្រគូបនិងរថយន្តជំនួយរថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន2គ្រឿងប្រើប្រាស់ទឹកអស់ចំនួន1ឡានស្មើនឹង6ម៉ែត្រគូបរថយន្តអគ្គិភ័យបុរីពេញហួតចំនួន2គ្រឿងប្រើប្រាស់ទឹកអស់ចំនួន6ឡានស្មើនឹង36ម៉ែត្រគូបរថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន1គ្រឿងប្រើប្រាស់ទឹកអស់ចំនួន3ឡានស្មើនឹង18ម៉ែត្រគូបប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមអរគុណ